máu sắc xa cả bật vinh cái đấy cứ mê riêng là bỏព្រះសម្មាសម្ពុទ្ធឲ្យយើងអប់រំចិត្តឲ្យព្រមទៅតាមទីក្តីពិតវិញកុំចេះតែចង់ឲ្យអ្វីត្រូវចិត្តតែត្រូវអប់រំចិត្តហ្នឹងឲ្យឃើញថាអ្វីហ្នឹងត្រឹមត្រូវជាហេតុផលបរមត្ថអ្វីទាំងអស់ទាំងក្នុងខ្លួនយើងទាំងក្នុងអ្នកអតីមានអីក្រៅពីចិត្តចេតសិករូបអ្វីដែលកើតឡើងត្រឹមត្រូវតាមបច្ច័យ 100% ទៅតែម្ដងចឹងហ្នឹងឯងតែអត់មានដែលយើងចេះតែគិតថាអ្នកនឹងធ្វើអញ្ចឹងវាមិនត្រឹមត្រូវចេះមិនត្រឹមត្រូវចោះអីហ្នឹងអញ្ចឹងទៅអានឹងយើងវាជាប់តែដោយសេចក្តីប្រកាន់មានអ្នកដតីអ្នកធ្វើទេថាហ្នឹងឯងដល់ទៅយើងអប់រំតែប្រធាននេះកាយវេទនាចិត្តធัวខាងក្នុងនឹងដឹងច្បាស់ប្រកបថាអាស្រ័យបច្ច័យកើតឡើងត្រឹមត្រូវហេតុផលបរមត្ថអញ្ចឹងទៅអ្នកដតីក៏ត្រឹមត្រូវហេតុផលបរមត្ថហ្នឹងមានអីក្រៅទៅពីចិត្តចេតសិករូបឬក៏កាយវេទនាចិត្តធัวជាខាងក្រៅហ្នឹងហើយមានអ្នកដតីដែលទៅធ្វើអីឲ្យយើងកើតទុក្ខមិនសុខចិត្តដែលឲ្យយើងសង្ស័យដែលឲ្យយើងវិនិច្ឆ័យថាវាអត់ត្រឹមត្រូវទេចេះអីចឹងទៅចឹងគឺអ្វីមានតែត្រូវទៅតាមបច្ច័យអ្វីដែលត្រូវតាមបច្ច័យហ្នឹងធ្វើឲ្យអ្នកដែលបានដឹងទៅជាព្រះអរិយបុគ្គលជាមេរៀនថ្នាក់បរិញ្ញាព្រះពុទ្ធអង្គក៏ត្រាស់ដឹងដោយសារការពិតហ្នឹងហើយយើងបែរទៅជាតោះជាមួយសេចក្តីពិតហ្នឹងសមគួរទេសេចក្តីពិតធ្វើឲ្យអ្នកដឹងទៅជាព្រះអរិយបុគ្គលអត់មានវាមួយអង្គណាដែលថាជាព្រះអរិយបុគ្គលដោយសារមិនបានដឹងសេចក្តីពិតតាមរយៈនៃបរិញ្ញាទៀតតាំងពីលោកយៈដល់អរិយមគ្គដែលជាបហានៈបរិញ្ញានេះហ្នឹងឯងគឺបរិញ្ញាហ្នឹងគឺកំណត់ដឹងទៅលើសេចក្តីពិតហ្នឹងបានទៅជាព្រះអរិយបុគ្គលមេរៀនរបស់ព្រះអរិយៈហើយយើងនឹងរវល់តែប្រកបតណ្ហាចង់ឲ្យបានត្រូវចិត្តហ្នឹងឯងប៉ុន្តែអ្វីដែលត្រឹមត្រូវតាមសេចក្តីពិតនេះយើងអត់បានសិក្សាកម្មយកសច្ចធម៌ហ្នឹងទេហ្នឹងឯងតែយើងគិតថាយើងនឹងពូកែស្អីទៅអាហ្នឹងជាសេចក្តីល្ងងរបស់យើងទេហើយយើងគិតមើលគួរសង្វេគទេអ្វីជាសេចក្តីពិតអត់មានខ្លាចអំណាចយៈមានណាទេតបងប្រអិនវជារាវុធក៏ដោយកទេវុធខាំងរបស់ស្ដេចវេស្សវណ្ណក៏ដោយទុសាវុធរបស់អលបកយៈក៏ដោយនិយនាវុធរបស់ស្ដេចយមរាជក៏ដោយអត់មានមកសម្លុតគម្រាមកំហែងសេចក្តីពិតហ្នឹងឲ្យទៅតាមប្រអិនឲ្យទៅតាមអ្នកដែលខ្លាំងប្រកែហ្នឹងគឺអត់ទេសេចក្តីពិតអត់មានខ្លាចអំណាចតាណាទេអត់មានបង្កប់បញ្ជាបានទេអត់មានអង្វរកហើយក៏សុកចិត្តថាឲ្យខុសពីសេចក្តីពិតតាមអ្នកអង្វរកយល់ញាតឬក៏ស៊ីសំណោកសោកប៉ាន់អីអត់ទេសេចក្តីពិតអស់ចាប៉ុណ្ណឹងហើយមើលធ្វើឲ្យអ្នកដែលបានដឹងសេចក្តីពិតទៅជាព្រះអរិយបុគ្គលមិនវាសំបីតែព្រះសម្មាសម្ពុទ្ធគួរទេដែលយើងទៅតោះមួយសេចក្តីពិតហ្នឹងតែយើងអាងអីណាយើងខ្លាំងប្រកែអីហ៊ានទៅតោះមួយសេចក្តីពិតហ្នឹងតោះតែយើងកើតទុកគេយើងទៅក្តីពិតមិនមែនមកខ្លាចយើងតោះទេហ្នឹងឯងប៉ុន្តែធានាសម្រាប់អ្នកដែលបានមកដឹងសេចក្តីពិតទៅជាព្រះអរិយបុគ្គលបានឈ្មោះថាអរិយសច្ចៈហ្នឹងគឺជាសេចក្តីពិតដ៏ប្រសើរវិសេសក្តីពិតនឹងតថានេះអវិតថានេះអនញ្ញថានេះណាដូច្នោះឯងមិនប្រែប្រួលមិនទៅជាប្រការដតីឡើយសូមអនុមោទនាប៉ុណ្ណឹង